ភាពជាអ្នកដឹកនាំសំខាន់របស់ Branson ចំណុចទី5អ្វីគ្រប់យ៉ាងមានចំណុចចាប់ផ្ដើម Slim គឺជាអ្វីគ្រប់យ៉ាងជាទីប្រឹក្សានយោបាយជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមិចស៊ីកូរហូតដល់ជាមនុស្សដែលគ្រួសារគោរពស្រឡាញ់បំផុតប៉ុន្តែអ្វីដែលសំខាន់អតិភិបជាងគេបំផុតដែលគាត់ចង់ប្រាប់មនុស្សគ្រប់គ្នាគឺថាគាត់គឺជាសហគ្រិនដោយសារតែគាត់យកឃើញដូច្នេះហើយគាត់ធ្វើអ្វីគ្រប់យ៉ាងតើវាមានន័យយ៉ាងដូចម្តេចមានន័យថាអ្វីគ្រប់យ៉ាងដែលគាត់ធ្វើគឺមានចំណុចចាប់ផ្ដើមរបស់វា Slim អាចជាកំពូលអ្នកមានបំផុតលេខ1លេខ2លើលោកប៉ុន្តែរហូតមកដល់ពេលនេះបានរក្សាទ្រព្យសម្បត្តិភាគច្រើនបំផុតសម្រាប់ខ្លួនឯងមិនដូចដៃគូរបស់គាត់ដែលជាកំពូលអ្នកមាននៅក្នុងបញ្ជីទស្សនាវដ្តី Forbes ទេ Slim ត្រូវបានគេមើលឃើញថាគាត់ប្រើប្រាស់ទ្រព្យសម្បត្តិតិចតួចដើម្បីការងារមនុស្សធម៌គាត់និយាយថាគោលគំនិតរបស់យើងគឺផ្ដោតទៅលើការសម្រេចជោគជ័យនិងការដោះស្រាយបញ្ហាជាងការផ្ដោតប្រាក់ទៅឲ្យអ្នកដទៃភាពក្រីក្រមិនត្រូវបានដោះស្រាយតាមរយៈការផ្ដោតប្រាក់ឲ្យនោះទេនៅពេលក្រោយ Slim បានចាប់ផ្ដើមបន្ទន់ចំហមកជាអ្នកស្នេហាមនុស្សធម៌មនុស្សជាតិច្រើនប៉ុន្តែចំណុចសំខាន់គឺមិនផ្លាស់ប្ដូរឡើយគាត់ពោលថាខ្ញុំតែងតែថាមនុស្សកាន់តែល្អប្រសើរគឺជាមនុស្សដែលមានការទទួលខុសត្រូវនៅក្នុងការជួយអ្នកដទៃឲ្យបានកាន់តែច្រើនដូចគ្នានឹងដែរវាគឺជារឿងសំខាន់ណាស់ដើម្បីដឹកនាំក្រុមហ៊ុនឲ្យល្អិតនិងយកចិត្តទុកដាក់ខ្ពស់លើការរីកចម្រើនហើយនឹងប្រើប្រាស់បទពិសោធន៍សហគ្រិនដើម្បីធ្វើឲ្យកិច្ចសហការជាមួយមនុស្សជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ Slim បានបង្កើតមូលនិធិសប្បុរសធម៌នៅក្នុងក្រុមហ៊ុន Group Caros និងក្រុមហ៊ុន Helmich ដែលមានមូលនិធិជាង $4,000 លានកាលពីឆ្នាំកន្លងមកនេះថវិកានេះបានផ្ដល់អាហារូបករណ៍ទៅឲ្យនិស្សិតមហាវិទ្យាល័យចំនួន 17,000 នាក់ជួយយោធាឲ្យនៅក្រៅឃុំសម្រាប់ជនជាប់ចោទលើកដំបូងចំនួន 5,000 នាក់និងជួយសម្រាប់ថ្លៃវះកាត់នៅជនបទចំនួន 11,000 នាក់អ្នកនឹងបំផ្លាញគំនិតព្រួយផ្ដើមរបស់បុគ្គលិកប្រសិនបើពួកគេមិនមានអារម្មណ៍ថាពួកគេមានឱកាសបាននឹងកំពុងប្រយុទ្ធដើម្បីជាផ្នែកមួយនៃក្តីសុបិនរបស់អាមេរិកទេជាមធ្យមអតិថិជនម្នាក់ទិញទំនិញពី Costco 22 ដងក្នុងមួយឆ្នាំ Costco បានក្លាយទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំបំផុតរបស់សហរដ្ឋអាមេរិកដែលមានហាងសរុបនៅទូទាំងពិភពលោកចំនួន 227 ហាងមានប្រាក់ចំណូលពីការលក់ជាង $118,000 លាននិងមានសមាជិកក្លឹបអ្នកទិញទំនិញធំជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងឆ្នាំ 2017 Cynical ជាស្ថាបនិកនិងជា CEO ដែលគេឲ្យឈ្មោះថា Sam Walton សតវត្សទី21ដែលលក់ទំនិញបញ្ចុះតម្លៃនិងហាក់ដូចជាខុសប្លែកពីមុខជំនួញនានានៅ Wall Street ប្រជាពលរដ្ឋនៅទូទាំងពិភពលោកបាននឹងកំពុងចាប់អារម្មណ៍និងស្រឡាញ់ពេញចិត្តចំពោះរបៀបនៃការបញ្ចុះតម្លៃរបស់គាត់ខ្លាំងណាស់ជាកូនកម្មករដាច់ខែម្នាក់ Single ឈ្មោះពេញ James Single បានធ្វើដំណើរដ៏វែងឆ្ងាយដើម្បីបានមកដល់ថ្ងៃនេះគាត់កើតនៅថ្ងៃទី1ខែមករាឆ្នាំ 1936 កាលពីនៅក្មេង Single ស្រមៃចង់សិក្សានៅសាលាពេទ្យនៅពេលបានបញ្ចប់មហាវិទ្យាល័យនៅក្នុងឆ្នាំ 1953 គាត់បានសម្រេចចិត្តព្យាយាមបំពេញនូវក្តីស្រមៃរបស់គាត់និងបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ San Diego តែទោះបីជាយ៉ាងណាក៏ដោយក្តីស្រមៃនេះគឺមានជីវិតខ្លីបំផុតដើម្បីផ្គត់ផ្គង់ការសិក្សាបានចូលធ្វើការឲ្យក្រុមហ៊ុន Friedmark នៅអាយុ 18 ឆ្នាំ Single ធ្វើការងារជាអ្នកលីសែងពុកហើយគេទៅដឹកមកដល់គាត់និយាយថាវាមិនមែនជាការងារអស្ចារ្យនោះទេខ្ញុំទទួលបានប្រាក់ $1.5 ប៉ុណ្ណោះក្នុង1ម៉ោងប៉ុន្តែវាពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលដោយសារតែធ្វើការនៅ Friedmark នេះហើយដែលបានធ្វើឲ្យខ្ញុំរកឃើញការស្រឡាញ់និងការពេញចិត្តទៅនឹងការងារជាអ្នកលក់រាយត្រឹមតែរយៈពេល2 ឬ 3 ឆ្នាំប៉ុណ្ណោះ Single ត្រូវបានដំឡើងតួនាទីជាអ្នកគ្រប់គ្រងហាងហើយភ្លាមនោះគាត់បានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យដើម្បីមកធ្វើការពេញម៉ោងបន្ទាប់មកគាត់បានក្លាយជានាយករងប្រតិបត្តិហាង Friedmark គាត់បានបង្ហាញអំពីការខិតខំធ្វើការងារនិងមានភក្ដីភាពជាហេតុធ្វើឲ្យលោក Price ម្ចាស់មិនចង់បាត់បង់រូបគាត់ឡើយហើយបន្ទាប់មកគាត់និងលោក Price បានរួមគ្នាបង្កើតក្រុមហ៊ុន Price Club ដំបូងឡើយ Price Club គ្រាន់តែបម្រើសេវាកម្មដល់ម្ចាស់អាជីវកម្មខ្នាតតូចតែប៉ុណ្ណោះប៉ុន្តែក្រោយមកក្រុមហ៊ុនក៏បានបើកទូលំទូលាយសម្រាប់សាធារណជនទូទៅផងដែរ Cynical គឺជានាយករបស់ក្រុមហ៊ុនផងនិងជាកម្លាំងដ៏សំខាន់នៅពីក្រោយម្ចាស់ក្រុមហ៊ុន Friedmark នៅក្នុងការបើកក្រុមហ៊ុនថ្មីផងដែរគាត់បានដឹងថាគាត់បានធ្វើការជាមួយនឹងលោក Price ជិត30 ឆ្នាំទៅហើយក៏ជាពេលវេលាសមរម្យសម្រាប់ផ្លាស់ប្ដូរទាំងក្រុមហ៊ុន Friedmark និងក្រុមហ៊ុន Price Club បានទទួលជោគជ័យយ៉ាងខ្លាំងប៉ុន្តែគាត់ចង់ធ្វើអ្វីមួយសម្រាប់ខ្លួនឯងហើយនៅឆ្នាំនោះគាត់បានសម្រេចចិត្តចាកចេញពីលោក Price និងបោះបង់ចោលការងារដែលមានស្ថិរភាពមកប្រថុយប្រថានទាំងស្រុងចំពោះការបើកអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃទី 15 ខែកញ្ញាឆ្នាំ 1953 Cynical និងលោក Jeffrey Broman បានបង្កើតហាងទំនិញឈ្មោះ Costco
ដំបូងបំផុតនៅទីក្រុង Seattle រដ្ឋ Washington ដោយផ្អែកតាមគំរូអាជីវកម្មស្រដៀងគ្នាទៅនឹងហាង Price Club របស់លោក Price ផងដែរ Costco បានចាប់ផ្ដើមគិតប្រាក់សមាជិកភាពពីអតិថិជនរបស់ខ្លួនដែលដំបូងចាប់ផ្ដើមផ្គត់ផ្គង់ជាចម្បងដល់ម្ចាស់អាជីវកម្មខ្នាតតូចបន្ទាប់ពីដំណើរការបានជាង10ឆ្នាំ Costco បានបន្តកើនឡើងទាំងចំនួនសមាជិកនិងទំហំនៃការលក់នៅក្នុងឆ្នាំ1993បន្ទាប់ពីទទួលបានជោគជ័យជាហូរហែមួយទសវត្សរ៍រួចមក Senegal បានសម្រេចចិត្តរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Costco ជាមួយនឹងក្រុមហ៊ុន Price Club ដែលជាក្រុមហ៊ុនគាត់ធ្លាប់បានជួយធ្វើឲ្យរីកចម្រើននាពេលកន្លងមកមានឈ្មោះថា Price Costco ហើយបានធ្វើឲ្យភាគីទាំងពីរបង្កើនចំណូលរបស់ខ្លួនឡើងទ្វេដងតាមនោះការកើនឡើងនៃចំនួនហាងក្រុមហ៊ុនលក់រាយនេះមានរហូតដល់ទៅ206កន្លែងដែលនាំមកនូវប្រាក់ចំណូលពីការលក់ប្រចាំឆ្នាំជាង$16,000 លាននៅឆ្នាំ1994ក្រុមហ៊ុន Price Club បានចាកចេញពីភាពជាដៃគូហើយមកបង្កើតក្រុមហ៊ុន Enterprise ជាមួយនឹងកូនប្រុសរបស់គាត់ឈ្មោះ Robert Price នៅឆ្នាំ1997បន្ទាប់ពីចាកចេញពីដៃគូ Senegal បានប្តូរឈ្មោះក្រុមហ៊ុនរបស់គាត់ទៅជា Costco Walsall ឬ Costco លក់ដុំវិញនៅឆ្នាំបន្ទាប់មកទៀតនៅពេលដែលប្រជុំប្រចាំឆ្នាំរបស់ Costco គាត់បានប្រកាសអំពីមហិច្ឆតាថ្មីនៃផែនការពង្រីកក្រុមហ៊ុនបន្ថែមទៀតគាត់បាននិយាយថាយើងសង្ឃឹមថានឹងបើកហាងឲ្យបានពី18ទៅ19ហាងនៅក្នុងឆ្នាំនេះនៅឆ្នាំបន្ទាប់ក្រោយមកក្នុងមួយឆ្នាំ Costco ត្រូវបានកើនឡើងពី25ទៅ30ហាងហើយនឹងគ្របដណ្ដប់នៅពាសពេញពិភពលោកនៅពេលបច្ចុប្បន្ននេះគាត់ផ្ដោតទៅលើយុទ្ធសាស្ត្រផលិតផលគុណភាពខ្ពស់លក់ក្នុងតម្លៃថោក Senegal បានរៀបចំធ្វើឲ្យហាងចែកចាយរបស់គាត់ក្លាយជាហាងដ៏ធំជាងគេបំផុតនៅក្នុងពិភពលោកក្រុមហ៊ុនរបស់គាត់សមាជិកមានអត្រា 90% បាននឹងកំពុងបន្តការសិក្សាហើយអតិថិជនម្នាក់ៗបានត្រៀមខ្លួនយុទ្ធសាស្ត្រដើម្បីធ្វើជាសមាជិកថ្មីត្រូវបង់ប្រាក់ចំនួន$100ក្នុងមួយឆ្នាំសេវាកម្មរបស់ Costco ត្រូវបានពង្រីកបន្ថែមស្ទើរគ្រប់វិស័យទាំងអស់រួមមានមជ្ឈមណ្ឌលថែរក្សាភ្នែកឱសថស្ថានថតរូបកែសម្ផស្សអាហារដ្ឋាននិងស្ថានីយប្រេងឥន្ធនៈជាដើមទាំងសេវាទាំងអស់នេះបានក្លាយទៅជាចំណែកដ៏សំខាន់នៅក្នុងការធ្វើឲ្យក្រុមហ៊ុនទាំងមូលកាន់តែរីកចម្រើនជាក់ស្ដែងដូចជាមជ្ឈមណ្ឌលថែរក្សាភ្នែកគេបានវាយតម្លៃនៅក្នុងចំណោមមជ្ឈមណ្ឌលដ៏ល្អបំផុតក្នុងប្រទេសនិងគុណភាពទាំងតម្លៃអត្ថបទនេះដកស្រង់ចេញអំពីសៀវភៅភាពជាអ្នកមានកម្ពូលដែលជាស្នាដៃនិពន្ធរបស់លោកគ្រូហៅច័ន្ទរដ្ឋាសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់